បាទសូមជម្រាបសួរដល់និស្សិតទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញអ្នកនរគ្នានៅការអភិវឌ្ឍ account ដើម្បីធ្វើការ feedback ការបរិញ្ញាបត្ររបស់គ្រូអញ្ចឹងដោយសារពីមុនយើងក៏ធ្លាប់ធ្វើការវិតម្លៃដែរតាក់ទងការបរិញ្ញាបត្ររបស់គ្រូហ្នឹងដោយប្រើប្រាស់ទៅលើ Google Form ប៉ុន្តែដោយសារ Google Form យើងធ្វើទៅវាពិបាកក្នុងការគ្រប់គ្រងហើយមានបញ្ហាមួយចំនួនដែលកើតឡើងនៅលើ Google Form ហ្នឹងអញ្ចឹងឥឡូវខ្ញុំបានបង្កើត system មួយដែលអាចអនុញ្ញាតឲ្យនិស្សិតទាំងអស់គ្នាធ្វើការវិតម្លៃការបរិញ្ញាបត្ររបស់គ្រូកាន់តែមានប្រសិទ្ធភាពហើយល្អជាងមុនងាយជាងមុនអញ្ចឹងនៅទីនេះយើងចូលទៅអភិវឌ្ឍ account ដោយចូលទៅកាន់ browser ណាមួយក៏បានដែរយកវាពាក្យវា URL numfeedback.com មកអញ្ចឹងអ្នកនរគ្នានឹងឃើញ platform របស់ Num Feedback System ហ្នឹងហើយអញ្ចឹងអ្នកនរគ្នាសូមចូលទៅកាន់ student activation account នេះហើយសូមដាក់នៅ ID របស់យើងឬក៏ email ID របស់យើងហើយយើងធ្វើការ activate មកអញ្ចឹងនៅនេះខ្ញុំជាឧទាហរណ៍នៅក្នុងការបញ្ចូលនេះជាគំរូទេអញ្ចឹងខ្ញុំយក account របស់គ្នាយើងម្នាក់យកមក test ដើម្បីបង្ហាញអញ្ចឹងបន្ទាប់ពីយើងបញ្ចូល ID ឬក៏ email ឬក៏បញ្ចូល password និង confirm password ហើយយើងចុចទៅលើ activate account អញ្ចឹងនៅពេលដែល activate account ហើយគឺយើងនឹងត្រូវធ្វើការ log in អញ្ចឹងនៅនេះគឺ status បានបង្ហាញថាយើង activate account បានជោគជ័យហើយអញ្ចឹងនៅក្នុងនេះយើង log in ជាមួយនឹងគណនីយើងដែលបាន activate នឹងមកហើយយើងចុច sign in អញ្ចឹងពេលដែលចុច sign in នៅក្នុងនេះគឺយើងនឹងមិនមានឃើញព័ត៌មានអីផ្សេងក្រៅពីព័ត៌មានតាក់ទងទៅនឹង profile របស់យើងនេះទេអញ្ចឹងនៅក្នុងនេះតាក់ទងទៅនឹងថ្នាក់ដែលអ្នកនរគ្នាត្រូវ join នៅក្នុងនេះគឺអ្នកនរគ្នាអាចតាក់ទងទៅតាមលោកគ្រូអ្នកគ្រូដែលបានបង្រៀនហ្នឹងអញ្ចឹងគាត់នឹងបង្ហាញលេខកូដអញ្ចឹងជាទូទៅនៅក្នុងថ្នាក់កូដនេះគឺអ្នកទាំងអស់គ្នាអាចសួរតែគ្រូម្នាក់នៅក្នុងចំណោមលោកគ្រូអ្នកគ្រូដែលបង្រៀនថ្នាក់ជាមួយគ្នាហ្នឹងអញ្ចឹងលេខកូដហ្នឹងគឺដូចគ្នាទេមានន័យថាមួយក្រុមជំនាន់ហ្នឹងគឺមាន ID ឬក៏លេខកូដហ្នឹងជាមួយគ្នាអញ្ចឹងយើង join តែម្ដងគឺបាន5មុខហ្នឹងដែលយើងបានរៀនអញ្ចឹងយើងចុច continue មកអញ្ចឹងនៅនេះគឺជាមុខវិជ្ជាគ្រូដែលយើងបានចុះឈ្មោះចូលរៀនហើយយើងនឹង confirm ខាងក្រោមនេះគឺ join now អញ្ចឹង join now គឺ join ទៅកាន់ថ្នាក់ដែលយើងបានរៀនហ្នឹងហើយលោកគ្រូអ្នកគ្រូហ្នឹងគឺយើងនឹងអាចធ្វើការ review feedback បានហើយប៉ុន្តែនៅនេះគឺដោយសារមិនទាន់ដល់ពេលអញ្ចឹងយើងអាចធ្វើការ review feedback បានទេហើយនៅក្នុងនេះនៅពេលដែលខាង admin ឬក៏ខាងអ្នកគ្រប់គ្រងទៅលើប្រព័ន្ធហ្នឹងអញ្ចឹងគាត់អាចធ្វើការ activate នៅ account activate នៅ feedback ហ្នឹងបានអញ្ចឹងគាត់ activate ហើយអញ្ចឹងគឺយើងអាចធ្វើបានហើយអញ្ចឹងនៅនេះខ្ញុំនឹងទៅ activate ជាគំរូ test មួយហើយអ្នកនរគ្នានឹងឃើញមាន status កន្លែង view feedback ហ្នឹងនឹងអាចធ្វើការចុចទៅលើប៊ូតុងនឹងបានអញ្ចឹងនៅក្នុងនេះគឺបើសិនបើអ្នកនរគ្នា log in ចូលមកដំបូងអ្នកនរគ្នានឹងទទួលបាននៅ message មួយប្រាប់ថាអ្នកនរគ្នាត្រូវចូលទៅកាន់ feedback ហើយនៅក្នុងនេះដោយសារខ្ញុំចូលហើយអញ្ចឹងខ្ញុំគ្រាន់តែ refresh screen ទៅបានហើយអញ្ចឹងនេះគឺ status ដាក់ថា feedback window is open now អញ្ចឹងយើងអាចចូលទៅវាតម្លៃទៅលើលោកគ្រូអ្នកគ្រូដែលយើងបានរៀនជាមួយគាត់ណាអញ្ចឹងនៅក្នុងនេះជាគំរូនេះខ្ញុំ click ទៅលើលោកគ្រូស្រីគ្រាអញ្ចឹងយើងចុចលើហ្នឹងនៅខាងក្រោមនេះយើងឃើញមានកម្រងសំណួរជាច្រើនដែលយើងអាចធ្វើការ feedback ទៅតាមការអនុវត្តជាក់ស្ដែងអញ្ចឹងបើសិនបើគ្រូមានចំណេះដឹងច្បាស់លាស់មុខវិជ្ជាឬក៏មេរៀនដែលបានបង្រៀនអញ្ចឹងយើងយល់ថាល្អយល់ថាត្រឹមត្រូវអញ្ចឹងយើងចុចលេខ1លេខដល់លេខ5ហ្នឹងមកអញ្ចឹងបើសិនបើជ្រើសរើសយកចម្លើយណាសូមមើលផងបើសិនបើយើងជ្រើសរើសយកលេខ1មានន័យថាពុំយល់ស្របតតែសោះលេខ2ពុំយល់ស្របលេខ3យល់ស្របមធ្យមលេខ4គឺយល់ស្របលេខ5គឺយល់ស្របខ្លាំងអញ្ចឹងបើគិតថាត្រឹមត្រូវគឺយើងយកលេខ5មកហើយបើគិតថាត្រឹមត្រូវខ្លាំងគឺយកលេខ5អញ្ចឹងសំណួរទាំងអស់ហ្នឹងគឺអ្នកទាំងអស់គ្នានឹងត្រូវឆ្លើយទាំងអស់ហ្នឹងហើយសូមធ្វើការឆ្លើយទៅតាមអ្វីជាក់ស្ដែងដែលលោកគ្រូអ្នកគ្រូបានបង្រៀនអ្នកទាំងអស់គ្នាអញ្ចឹងជាចុងក្រោយនៅក្នុងសំណួរទី27នេះគឺសូមធ្វើការបញ្ចេញមតិផ្ទាល់ខ្លួនអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាចង់សរសេរជាភាសាអង់គ្លេសក៏បានចង់សរសេរជាភាសាក៏បានដែរបន្ទាប់ពីអ្នកនរគ្នាបានបញ្ចូលហើយអ្នកនរគ្នាអាចចុច submit អញ្ចឹងពេលចុច submit នៅក្នុងនេះដោយសារតែយើងអត់ទាន់បានពេញអស់អញ្ចឹងវាអត់ឲ្យ submit ទេអញ្ចឹង system នឹងឲ្យអ្នកនរគ្នា submit ទាំងអស់មានន័យថាឆ្លើយសំណួរអស់បានអាច submit បានអ
ចឹងខ្ញុំមិនបាន submit ទេខ្ញុំគ្រាន់ធ្វើការបង្ហាញជាគំរូឯងអញ្ចឹងក្រោយពីអ្នកនរគ្នាបាន feedback ហើយអញ្ចឹងលោកគ្រូស្រីធាហ្នឹងគឺអ្នកនរគ្នាមិនអាច feedback បានម្ដងទៀតទេអញ្ចឹងនៅពេលដែលចប់លោកគ្រូទី1ឬក៏អ្នកគ្រូទី1អញ្ចឹងសូមចូលទៅលោកគ្រូទី2ឬក៏អ្នកគ្រូទី2បន្តទៀតទៅឬក៏លោកគ្រូណាមុនក៏បានដែរអញ្ចឹងវានឹងបង្ហាញ status ថាយើងបាន review feedback ហើយរាល់ការ feedback ទាំងអស់គឺយើងមិនអាចធ្វើការ feedback ឡើងវិញម្ដងទៀតបានទេអញ្ចឹងបានតែម្ដងទេបាទអញ្ចឹងបើសិនបើអ្នកនរគ្នាមានបញ្ហាមានសំណួរកន្លែងណាមិនយល់សូមតាក់ទងមកខ្ញុំផ្ទាល់បាទសូមអរគុណ